ជំរាបសួរបងប្អូនសិស្សានុសិស្សអ្នកទី9ទាំងអស់ស្វាគមន៍មកកាន់ថ្នាក់រៀនជីវវិទ្យាជួបជាមួយអ្នកគ្រូកឹមសុថារីជាគ្រូបង្រៀនជីវវិទ្យានៃវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងកម្មវិធីសាលារៀនចំនួនថ្មីចំពោះវីដេអូកម្មវិធីស្វ័យសិក្សាពីចម្ងាយនៅថ្ងៃនេះពួកយើងនឹងជួបអ្នកគ្រូនៅខ្លឹមសារដែលនិយាយអំពីអេដនិងប្រព័ន្ធស៊ាំវិធីថែរក្សាសុខភាពឲ្យបានល្អដែលខ្លឹមសារមួយនេះគឺស្ថិតនៅក្នុងផ្នែកចុងក្រោយនៃមេរៀនទី2និយាយអំពីប្រព័ន្ធស៊ាំនៃជំពូក3គឺប្រព័ន្ធស៊ាំចា៎ហើយនេះគឺជាមាតិកាដែលអ្នកគ្រូនឹងបង្ហាញពួកយើងនៅក្នុងវីដេអូឃ្លីបនេះគឺមានចំនួន3ទី1គឺអេដនិងប្រព័ន្ធស៊ាំទី2គឺវិធីថែរក្សាសុខភាពឲ្យបានល្អនិងទី3អេរិយាបថនាំឲ្យមានសុខភាពល្អដូចនេះក្រោយពីពួកយើងបានទស្សនានៅវីដេអូឃ្លីបរបស់អ្នកគ្រូចប់អ្នកគ្រូសង្ឃឹមថាពួកយើងនឹងអាចរៀបរាប់អំពីទំនាក់ទំនងរវាង AIDS និងប្រព័ន្ធស៊ាំហើយក៏អាចបកស្រាយអំពីថាតើវីរុសដែលបង្កជំងឺ AIDS នឹងវាទៅវាយប្រហារផ្នែកណាមួយនៃសារពាង្គកាយយើងដែលធ្វើឲ្យប្រព័ន្ធការពាររបស់យើងនឹងគឺចុះខ្សោយណាចា៎និងទី2គឺអ្នកគ្រូសង្ឃឹមថាពួកយើងនឹងអាចរៀបរាប់អំពីវិធីដែលអាចថែរក្សាសុខភាពយើងឲ្យបានល្អក៏ដូចជាចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធីដែលធ្វើឲ្យយើងមានសុខភាពល្អនិងទី3អ្នកគ្រូសង្ឃឹមថាពួកយើងអាចអនុវត្តនៅអេរិយាបថទាំងឡាយណាដែលនាំឲ្យយើងមានសុខភាពល្អនិងជៀសវាងនៅអេរិយាបថមួយចំនួនដែលធ្វើឲ្យយើងមានសុខភាពមិនល្អចា៎មុននឹងចូលទៅដល់ខ្លឹមសារមេរៀនអ្នកគ្រូសូមរំលឹកបន្តិចរំលឹកអំពីអីទៅពួកយើងមានចាំបានទេថាកោសិកាប្រយុទ្ធរបស់សារពាង្គកាយគឺជាអ្វីមានចាំអត់ចា៎កោសិកានៃប្រព័ន្ធស៊ាំដែលមាននីតិធ្វើឲ្យសារពាង្គកាយយើងនឹងជៀសផុតពីជំងឺផ្សេងៗណាដោយសារតែកោសិកាមួយហ្នឹងគឺវាការពារសារពាង្គកាយយើងមិនឲ្យភ្នាក់ងារបង្ករោគនានាយាយីមកលើយើងអញ្ចឹងកោសិកាហ្នឹងគឺជាអីទៅអ្នកគ្រូជឿថាពួកយើងចាំចាគឺជាកូលិកាសឬក៏យើងហៅថាកោសិកាឈាមសចាអញ្ចឹងកោសិកាឈាមសគឺជាកោសិកាប្រយុទ្ធរបស់សារពាង្គកាយវាមាននីតិធ្វើយ៉ាងណាប្រកាសថាសារពាង្គកាយរបស់យើងគឺមិនត្រូវបានយាយីទៅដោយភ្នាក់ងារបង្ករោគនានាចឹងយើងទៅទាំងអស់គ្នាជាមួយនឹងចំណុចទី1នៃមាតិការបស់អ្នកគ្រូគឺនិយាយអំពី AIDS និងប្រព័ន្ធស៊ាំយើងទៅមើលពាក្យ AIDS ចាពាក្យភាសាអង់គ្លេសគឺអក្សរកាត់ AIDS ចឹងមានន័យថាប្រជុំរោគសញ្ញាដែលកើតឡើងដោយសារការចុះខ្សោយនៃប្រព័ន្ធស៊ាំរបស់មនុស្សចាចឹងប្រព័ន្ធស៊ាំគឺជាប្រព័ន្ធការពាររាងកាយរបស់មនុស្សបើសិនជាប្រព័ន្ធស៊ាំចុះខ្សោយយើងប្រហែលជាអាចគិតទៅដល់លទ្ធផលហើយថាតើសារពាង្គកាយមនុស្សនឹងជួបប្រទះនៅបញ្ហាអីចាគឺមានន័យថានឹងជួបប្រទះនៅការយាយីពីភ្នាក់ងារបង្ករោគផ្សេងៗហើយយើងមានពាក្យ HIV ឬក៏យើងហៅថា HIV ចឹង HIV នឹងគឺជាវីរុសដែលបង្កជំងឺ AIDS ហើយនេះគឺជារូបរាងរបស់ HIV ហើយចាគឺជារូបរាងវីរុស HIV ហ្នឹងដែលសម្រាប់អំណពុយរបស់វាគឺជា RNA នៅខាងក្នុងនេះហើយវីរុសនេះគឺយើងមិនអាចមើលឃើញនឹងភ្នែកទទេទេដោយសារតែវាតូចខ្លាំងមែនតើចាសូម្បីតែមីក្រូទស្សន៍ធម្មតាក៏យើងមិនអាចមើលវាឃើញដែរចាហើយ HIV មានឈ្មោះពេញថា Human Immunodeficiency Virus ចាអញ្ចឹងHIV វាប្រហារកោសិកានៃប្រព័ន្ធស៊ាំគឺ Lymphocyte ដែលមាននីតិផ្ញូច Lymphocyte B ឲ្យផលិតអង់ទីកពួកយើងមានចាំពីដំណាក់កាលនៃដំណប់ស៊ាំអត់ដំណាក់កាលនៃដំណប់ស៊ាំមាន4ណោះគឺដំណាក់កាលទទួលស្គាល់ដំណាក់កាលប្រើប្រាស់ដំណាក់កាលបំផ្លាញនិងដំណាក់កាលចាភាពស៊ាំហើយនៅដំណាក់កាលទី1គឺដំណាក់កាលទទួលស្គាល់ហ្នឹងនៅពេលដែលភ្នាក់ងារបង្ករោគជ្រៀតចូលទៅដល់ក្នុងសារពាង្គកាយគឺកូលិកាសចាប់ផ្ដើមទៅក្តោបភ្នាក់ងារបង្ករោគហើយក៏បញ្ជូនសញ្ញាទៅឲ្យ Lymphocyte ហើយ Lymphocyte ហ្នឹងគឺផ្ដល់សញ្ញាទៅឲ្យ Lymphocyte B ប៉ុន្តែវីរុស HIV នេះវាទៅបំផ្លាញ Lymphocyte នោះអញ្ចឹងនៅពេលដែលវាទៅបំផ្លាញ Lymphocyte លែងមានអ្នកផ្ដល់សញ្ញាចឹងធ្វើឲ្យប្រព័ន្ធស៊ាំទាំងអស់ហ្នឹងគឺមិនអាចដំណើរការនីតិរបស់ប្រព័ន្ធស៊ាំដែលប្រយុទ្ធប្រឆាំងជាមួយនឹងភ្នាក់ងារបង្ករោគបានត្រឹមត្រូវអញ្ចឹងធ្វើឲ្យប្រព័ន្ធស៊ាំរបស់មនុស្សគឺចុះខ្សោយចា៎
បរាសិតលើឡាំផូស៊ីធីចាបរាសិតមានន័យថាវាទៅធ្វើការបន្តពូជហើយបំផ្លាញឡាំផូស៊ីធីនឹងតែម្ដងចានៅពេលហ៊ីវនៅក្នុងឈាមអង្គតិកអាចបំផ្លាញវាបានចានៅពេលដែលវានៅក្នុងឈាមវាអត់ទាន់វាប្រហារលើឡាំផូស៊ីធីអត់អីទេប្រព័ន្ធសូនរបស់យើងគឺនៅខ្លាំងនៅសកម្មល្អអញ្ចឹងអង្គតិកគឺអាចបំផ្លាញហ៊ីវនឹងបានប៉ុន្តែនៅពេលដែលហ៊ីវទៅបរាសិតលើឡាំផូស៊ីធីនោះឡាំផូស៊ីធីត្រូវបានបំផ្លាញចាហើយចំពោះការបន្តពូជរបស់វីរុសពួកយើងនឹងជួបអ្នកគ្រូនៅក្នុងវីដេអូក្រោយតាមដានទស្សនាទៅអ្នកគ្រូនឹងលម្អិតអំពីការបន្តពូជរបស់វីរុសហើយក្រោយពីពួកយើងបានមើលវីដេអូក្រោយហ្នឹងគឺពួកយើងនឹងអាចត្រឡប់មកវិញថាអូតាមពិតទៅហ៊ីវវាទៅបន្តពូជទៅលើឡាំផូស៊ីធីអញ្ចឹងតើទៅធ្វើឲ្យប្រព័ន្ធស៊ាំរបស់មនុស្សគឺចុះខ្សោយចាឡាំផូស៊ីធីហ្នឹងគឺមានចំនួនមិនគ្រប់គ្រាន់នោះប្រព័ន្ធស៊ាំចុះខ្សោយនៅពេលដែលប្រព័ន្ធស៊ាំចុះខ្សោយយើងធ្លាប់បានដឹងហើយថានៅជុំវិញខ្លួនយើងសុទ្ធតែជាភ្នាក់ងារបង្ករោគអញ្ចឹងនៅពេលដែលជំងឺនៅពេលដែលប្រព័ន្ធស៊ាំរបស់យើងចុះខ្សោយគឺមានជំងឺឱកាសនិយមផ្សេងចូលមកយាយីសារពាង្គកាយយើងហើយយើងអត់មានអ្នកការពារអញ្ចឹងធ្វើឲ្យយើងទ្រុឌទ្រោមទៅតាមចាត្រូវបានវិបហាដោយភ្នាក់ងារបង្ករោគទាំងនោះហើយជំងឺឱកាសនិយមទាំងអស់នោះមានដូចជាជំងឺអីគេខ្លះចាមានដូចជាជំងឺរលាកសួតជំងឺរបេងជំងឺរាគអីចឹងទៅចាអញ្ចឹងចូលមកយាយីសារពាង្គកាយអ្នកជំងឺអេដជាបន្តបន្ទាប់មានន័យថាអ្នកជំងឺអេដឧស្សាហ៍ឈឺដោយសារតែប្រព័ន្ធស៊ាំរបស់គាត់គឺចុះខ្សោយចាយើងទៅចំណុចទី2គឺវិធីថែរក្សាសុខភាពឲ្យបានល្អចាអញ្ចឹងតើមានវិធីណាខ្លះដែលអាចធ្វើឲ្យសុខភាពរបស់យើងបានល្អប្រហែលជាយើងធ្លាប់រៀនវិទ្យាសាស្ត្រអនុវត្តនៅថ្នាក់បឋមក៏ដូចជាជីវវិទ្យានៅក្នុងថ្នាក់ទី7 8រហូតដល់ថ្នាក់ទី9នេះយើងក៏មានបទពិសោធន៍ខ្លះតាក់ទងជាមួយនឹងវិធីដែលថែរក្សាសុខភាពឲ្យបានល្អហើយមែនអត់ចាអញ្ចឹងចំណុចទី1គឺញ៉ាំអាហារឲ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ប្រហែលជាពាក្យនេះគឺយើងធ្លាប់ឮមែនអត់ឃ្លានឹងគាត់ថាតើយើងអនុវត្តបានប៉ុណ្ណាហើយយ៉ាងម៉េចដែរចាអញ្ចឹងអាហារប្រភេទណាខ្លះដែលជាអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ចាំបាច់ត្រូវតែជាអាហារថ្លៃឬក៏មិនចាមិននោះទេមិនចាំបាច់តែជាអាហារថ្លៃទេបាយសាច់សុទ្ធចាយើងអាចរកបានអញ្ចឹងនេះជាអាហារដែលធ្វើឲ្យយើងមានសុខភាពល្អគឺត្រូវញ៉ាំអាហារឲ្យបានទៀងទាត់ពេលវេលាឲ្យបានគ្រប់គ្រាន់មានសាច់ត្រីចាសាច់ជ្រូកសាច់គោសាច់មាន់សាច់អីផ្សេងហើយយើងមានម្ហូបផ្សេងដែលយើងអាចរកបាននៅក្នុងផ្ទះរបស់យើងចាមានផ្សិតក៏ជាសាច់អាហារដែលល្អសម្រាប់យើងដែរហើយយើងមានបន្លែយើងមានផ្លែឈើអីផ្សេងយើងមានទឹកចាទឹកគឺជាសារធាតុសំខាន់ដែលសារពាង្គកាយរបស់យើងត្រូវការជាចាំបាច់ដូច្នេះហើយសូមញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ហើយអ្នកគ្រូជឿថាការដែលយើងញ៉ាំទឹកគឺអត់ចំណាយលុយច្រើនទេទឹកគឺភាគច្រើនគឺ free យើងអាចយកទឹកមកញ៉ាំបានហើយអញ្ចឹងទៅសូមចូលរួមញ៉ាំទឹកឲ្យបានច្រើនមួយថ្ងៃអាច2លីត្រកន្លះទៅ3លីត្រកន្លះអញ្ចឹងណាញ៉ាំទឹកច្រើនគឺជួយសម្រួលទៅដល់សារពាង្គកាយរបស់យើងក្នុងការដំណើរការសកម្មភាពផ្សេងចាអញ្ចឹងអ្នកគ្រូជឿថាអាហារទាំងអស់នេះគឺពួកយើងអាចរកបាននៅជុំវិញខ្លួនមិនចាំបាច់ថាសាច់ច្រើនអីទេសំខាន់គឺឲ្យតែមានគ្រប់គ្រាន់មានបន្លែមានផ្លែឈើមានបាយមានទឹកមានផ្សិតមានអីទៅការដែលយើងញ៉ាំអាហារបែបនោះគឺធ្វើឲ្យយើងមានសុខភាពល្អណាចាហើយអាហារសូមញ៉ាំឲ្យបានទៀងទាត់និងគ្រប់គ្រាន់គឺញ៉ាំឲ្យបានមួយថ្ងៃ3ពេលមានអាហារពេលព្រឹកអាហារពេលថ្ងៃនិងអាហារពេលល្ងាចចាដែលអាហារពេលព្រឹកគឺជាអាហារដែលសំខាន់ជាងគេនិយាយថាកុំឲ្យធ្វើឲ្យខ្លួនឯងនឹងអត់ញ៉ាំអាហារពេលព្រឹកកាលណាអត់ញ៉ាំអាហារពេលព្រឹកគឺយើងនឹងធ្វើឲ្យសារពាង្គកាយរបស់យើងនឹងគឺឃ្លានដល់ពេលញ៉ាំបាយពេលថ្ងៃត្រង់អត់សូវមានប្រសិទ្ធភាពទេអញ្ចឹងយើងត្រូវតែញ៉ាំអាហារពេលព្រឹកញ៉ាំអាហារថ្ងៃត្រង់និងញ៉ាំអាហារពេលល្ងាចហើយពេលល្ងាចយើងអាចញ៉ាំអាហារតិចបានហើយកុំញ៉ាំច្រើនពេកក៏អត់អីដែរចា
ចឹងនេះគឺជាវិធីដែលជួយឲ្យយើងមានសុខភាពល្អចំណុចទី1គឺញ៉ាំអាហារឲ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៀងទាត់ពេលវេលាណាចាទី2គឺហាត់ប្រាណឲ្យបានគ្រប់គ្រាន់ទៀងទាត់ចាចឹងមានន័យថាការហាត់ប្រាណគឺជារឿងមួយសំខាន់ដែលធ្វើឲ្យយើងមានសុខភាពល្អពេញមួយជីវិតតែម្ដងប្រសិនបើយើងហាត់ប្រាណបានគ្រប់គ្រាន់ទៀងទាត់និងជាប្រចាំហើយគេនិយាយថាការហាត់ប្រាណហ្នឹងគឺមិនចាំបាច់តែថាចូលកន្លែងហាត់ប្រាណទៅគេហៅថាហាត់ប្រាណទេការហាត់ប្រាណហ្នឹងគឺមានច្រើនប្រភេទដូចជាការជិះកង់ការហែលទឹកការដើរចាការស្រោចដំណាំផ្សេងៗគឺសុទ្ធតែជាការហាត់ប្រាណហើយការដែលយើងហាត់ប្រាណគឺនឹងធ្វើឲ្យធ្វើឲ្យរាងកាយរបស់យើងមានសកម្មភាពល្អណាចាអញ្ចឹងសូមចូលរួមហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពរបស់យើងចំណុចទី3គឺនិយាយអំពីការសម្រាកនិងការគេងចាសូមសម្រាកនិងគេងឲ្យបានគ្រប់គ្រាន់អញ្ចឹងការសម្រាកក៏ជាអាហារមួយដែរអាហារសម្រាប់អីគេគឺសម្រាប់សុខភាពខ្លួនយើងតែម្ដងជាពិសេសគឺសុខភាពខួរក្បាលចាយើងបានរៀនអំពីមេរៀនប្រព័ន្ធប្រសាទមជ្ឈមណ្ឌលប្រសាទខួរក្បាលចាខួរក្បាលបង្កឡើងពីកោសិកាប្រសាទរាប់កោដចាអញ្ចឹងការដែលយើងគេងគឺយើងផ្ដល់ឱកាសឲ្យកោសិកាប្រសាទដែលនៅក្នុងខួរក្បាលហ្នឹងជាពិសេសចាគឺផ្ដល់ឱកាសឲ្យកោសិកាប្រសាទទាំងអស់នោះគឺបានជួសជុលនៅផ្នែកផ្សេងៗរបស់កោសិកាដែលបានខូចខាតរយៈពេល1ថ្ងៃពេញអញ្ចឹងការដែលយើងគេងការដែលយើងសម្រាកបានគ្រប់គ្រាន់គឺធ្វើឲ្យសារពាង្គកាយរបស់យើងបានសម្រាកដែរចាហើយចំពោះយើងក្មេងៗអាយុ15 16ហ្នឹងគួរតែគេងឲ្យបានច្រើនចាគេនិយាយថាការគេងគឺមានភាពខុសគ្នារវាងក្មេងជាមួយនឹងមនុស្សចាស់ចាមនុស្សចាស់ត្រូវការគេងតិចជាងកូនក្មេងហើយដល់ឡែកចំពោះយើងអាយុ15 16គឺការគេងរបស់យើងគួរតែចន្លោះពី8 9ម៉ោងទៅ10ម៉ោងចាការដែលយើងគេងបានគ្រប់គ្រាន់គឺធ្វើឲ្យសុខភាពរបស់យើងល្អចាចុះអ្នកគ្រូមានចំនួន3ចំណុចហ្នឹងវិធីដែលធ្វើឲ្យយើងមានសុខភាពល្អគឺញ៉ាំអាហារឲ្យបានគ្រប់គ្រាន់មានសារធាតុចិញ្ចឹមគ្រប់គ្រាន់កុំញ៉ាំរើសអើងញ៉ាំតែសាច់ញ៉ាំតែបាយណាសូមញ៉ាំបន្លែផងជាពិសេសក្មេងៗគ្នាយើងហ្នឹងចាភាគច្រើនអត់សូវចូលចិត្តញ៉ាំបន្លែញ៉ាំផ្លែឈើឯងសូមញ៉ាំឲ្យបានគ្រប់គ្រាន់ណាចាហើយសូមចូលរួមហាត់ប្រាណឲ្យបានគ្រប់គ្រាន់ទៀងទាត់ទាំងជាប្រចាំហើយការហាត់ប្រាណមិនចាំបាច់តែហាត់គ្រប់3 4ម៉ោងទៅល្អយើងហាត់កន្លះម៉ោង40នាទីគឺល្អសម្រាប់យើងហើយសំខាន់គឺយើងហាត់ជាប្រចាំណាចានិងចូលរួមសម្រាកក៏ដូចជាគេងឲ្យបានគ្រប់គ្រាន់ចន្លោះពី8ទៅ10ម៉ោងអ្នកគ្រូជឿថាពួកយើងអាចធ្វើបានចំណុចទាំង3នេះចាអញ្ចឹងចូលរួមទាំងអស់គ្នាដើម្បីធ្វើឲ្យសុខភាពរបស់យើងគឺល្អទាំងអស់គ្នាចាឥរិយាបថនាំឲ្យមានសុខភាពល្អយើងបានដឹងខ្លះហើយពីវិធីធ្វើឲ្យមានសុខភាពល្អមែនអត់ប៉ុន្តែសួរថាអាចអនុវត្តបានអត់បើសិនជាយើងអនុវត្តអត់ទាន់បានទេអ្នកគ្រូសូមលើកទឹកចិត្តឲ្យអនុវត្តឲ្យបានហើយបានខ្ជាប់ខ្ជួនដើម្បីយើងមានសុខភាពល្អទាំងអស់គ្នាណាចឹងមានឥរិយាបថមួយចំនួនដែលធ្វើឲ្យយើងមានសុខភាពល្អគឺលាងដៃឲ្យបានញឹកញាប់រាល់ថ្ងៃហ្នឹងមានបានអនុវត្តការលាងដៃឲ្យបានញឹកញាប់អត់ចាចឹងយើងអាចលាងដៃជាមួយនឹងសាប៊ូឬក៏ផាសប៉ុន្តែអ្នកគ្រូជឿថាបន្តពេលបច្ចុប្បន្ននេះគឺយើងមានសាប៊ូគ្រប់គ្រាន់ដើម្បីលាងដៃហើយចាយើងលាងដៃជាមួយសាប៊ូហើយដាក់ទឹកទៅលាងដៃឲ្យបានញឹកញាប់ជាពិសេសនៅពេលណាគឺនៅពេលដែលយើងរៀបនិងញ៉ាំអាហារចាដៃយើងត្រូវស្អាតទៅហើយនឹងក្រោយពេលដែលញ៉ាំអាហាររួចចាត្រូវលាងដៃឲ្យបានញឹកញាប់នេះគឺជាវិធីអនាម័យទី2គឺមិនប្រើកែវកំប៉ុងឬដបរួមគ្នាចាមានន័យថាយើងមិនញ៉ាំប្រើប្រាស់របស់នឹងលោកឡំគ្នាណាទីហោថាកែវមួយហ្នឹងយើងញ៉ាំទឹកហើយឯងស្រាប់តែរុញតែឲ្យគេផ្សេងទៀតញ៉ាំបដៃមាត់យើងកែវហ្នឹងទៅដែរអញ្ចឹងមិនគួរទេយើងមិនគួរញ៉ាំលោកឡំបែបហ្នឹងទេព្រោះមានភ្នាក់ងារបង្កជំងឺខ្លះចាវាឆ្លងតាមរយៈទឹកមាត់បែបហ្នឹងចាវាឆ្លងតាមរយៈការដែលយើង
ឆ្លងតាមរយៈទឹកមាត់អញ្ចឹងនៅពេលដែលយើងញ៉ាំប្រើកែវនឹងហើយយើងហត់ទៅឲ្យគេញ៉ាំទៀតវាអាចដោយភ្នាក់ងារបង្ករោគហ្នឹងវាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអញ្ចឹងយល់ល្អគឺយើងគួរតែប្រើប្រាស់កែវដាច់ដライកំប៉ុងឬដបដាច់ដライពីគ្នាណាប្រសិនបើយើងប្រើរួមគ្នាត្រូវធ្វើយ៉ាងណាប្រកាសថាកែវដែលយើងមុននឹងញ៉ាំហ្នឹងគឺបានលាងសាប៊ូអីហើយចាទី2គឺញ៉ាំអាហារដែលឆ្អិនល្អចាកុំញ៉ាំអាហារឆៅស្ទើរណាគឺញ៉ាំអាហារដែលឆ្អិនល្អលើកលែងតែចំពោះអាហារខ្លះដែលយើងតម្រូវឲ្យញ៉ាំឆៅអត់បញ្ហាទេប៉ុន្តែត្រូវប្រកាសថាអាហារហ្នឹងគឺមានអនាម័យចាបើសិនជាយើងត្រូវការញ៉ាំបន្លែដែលយើងញ៉ាំបន្លែឆៅជាមួយនឹងប្រហុកអីហ៎អញ្ចឹងត្រូវប្រកាសថាបន្លែហ្នឹងគឺលាងបានស្អាតល្អហើយចាទី4គឺត្រូវមានអនាម័យខ្លួនប្រាណចាអនាម័យខ្លួនប្រាណកន្លែងហ្នឹងគឺមានន័យថាម៉េចមានន័យថាយើងត្រូវតែងូតទឹកសម្អាតខ្លួនឲ្យបានស្អាតរាល់ថ្ងៃអាចងូតទឹកមួយថ្ងៃ2ដងឬក៏3ដងអញ្ចឹងទៅដោះសាប៊ូដោះអីបានគ្រប់គ្រាន់ចាហើយសាប៊ូហ្នឹងគឺទៅតាមប្រភេទសាប៊ូកក់សក់សុំផ្សេងសាប៊ូដោះខ្លួនសុំឲ្យផ្សេងសាប៊ូលាងមុខអីផ្សេងថ្នាំដុសធ្មេញផ្សេងគ្នាណាកុំឲ្យប្រើសាប៊ូកក់សក់ហើយរ៉ាទាំងអស់សាប៊ូដោះខ្លួនសាប៊ូអីគឺសូមប្រើសាប៊ូឲ្យត្រូវតាមនីតិរបស់សាប៊ូហើយហ្នឹងសម្អាតខ្លួនប្រាណឲ្យបានស្អាតហើយកៅអៅរបស់យើងត្រូវបោកគក់សម្អាតហាលថ្ងៃឲ្យបានស្អាតល្អកុំពាក់កៅអៅមួយថ្ងៃហើយពាក់ស្អែកមួយថ្ងៃទៀតអត់បោកអត់អីចឹងណាអញ្ចឹងនោះហើយគឺសំដៅទៅលើការអនាម័យខ្លួនប្រាណហើយទាំងសម្លៀកបំពាក់របស់យើងទាំងខ្លួនប្រាណរបស់យើងតែម្ដងចាទី5គឺពេលក្អកឬក៏កណ្ដាស់ត្រូវតែខ្ទប់ចាព្រោះអីមានភ្នាក់ងារបង្ករោគមួយចំនួនគឺឆ្លងតាមរយៈអាសារធាតុរាវដែលចេញពីក្នុងខ្លួនរបស់យើងហ្នឹងពេលយើងក្អកគឺមានទឹកមាត់ខ្ចាយមកកណ្ដាស់អីចឹងប្រសិនបើយើងផ្ដាសាយអីចឹងទៅឬក៏មានផ្ទុកនៅជំងឺផ្លូវដង្ហើមផ្សេងវាអាចឆ្លងទៅកាន់អ្នកដទៃអញ្ចឹងពេលដែលក្អកឬក៏កណ្ដាស់ត្រូវតែខ្ទប់ចាអាចយកដៃរបស់យើងខ្ទប់ឬក៏កែងដៃរបស់យើងខ្ទប់បន្ទាប់មកគឺយើងទៅលាងសម្អាតដៃជើងរបស់យើងឲ្យបានស្អាតទៅចាចុងក្រោយគឺមានបំរុងប្រយ័ត្នជានិច្ចពេលនៅក្បែរសារធាតុរាវចាកន្លែងហ្នឹងចង់មានន័យថាម៉េចសារធាតុរាវហ្នឹងអាចជាឈាមឧទាហរណ៍ថាឈាមរបស់អ្នកណាអញ្ចឹងទៅយើងជួបប្រទះទៅស្រាប់តែឃើញឈាមហ្នឹងស្រាប់តែដៃយើងមុតដែរយើងអាចទៅប៉ះឈាមហ្នឹងអីចឹងណាអញ្ចឹងសូមបំរុងប្រយ័ត្នជានិច្ចនៅពេលដែលនៅក្បែរសារធាតុរាវរបស់សារពាង្គកាយចាអញ្ចឹងសារធាតុរាវហ្នឹងអាចជាទឹកមាត់អាចជាឈាមអាចជាខ្ទប់អីផ្សេងចឹងទៅចាអញ្ចឹងយើងត្រូវតែមានបំរុងប្រយ័ត្នជាមួយនឹងអាសារធាតុទាំងអស់ហ្នឹងណាចាសារធាតុរាវរបស់អ្នកដទៃអញ្ចឹងទៅយើងត្រូវមានបំរុងប្រយ័ត្នជាមួយនឹងអាសារធាតុរាវទាំងអស់នោះចាចាសូមចូលរួមអនុវត្តឲ្យបានទាំងអស់គ្នាចាទាំងពួកយើងទាំងអ្នកគ្រូទាំងអ្នកដែលបានទស្សនាវីដេអូរបស់អ្នកគ្រូទាំងអស់គ្នាចាចំពោះមេរៀនដែលនិយាយអំពីអេដនិងប្រព័ន្ធស៊ាំក៏ដូចជាវិធីដែលថែរក្សាសុខភាពយើងឲ្យបានល្អគឺត្រូវបានបញ្ចប់អ្នកគ្រូចូលមកដល់សំណួរពង្រឹងពុទ្ធិចាចឹងសំណួរនេះគឺជាប្រភេទសំណួរពហុជ្រើសរើសដែលមានចម្លើយឲ្យជ្រើសរើសស្រាប់ចំនួន4ហើយក្នុងចំណោម4ហ្នឹងគឺមានតែចម្លើយមួយទេដែលជាចម្លើយត្រឹមត្រូវចាលេខ1តើវីរុសនេះជាវីរុសអ្វីកវីរុស HIV ខវីរុស HPV កវីរុស Ebola ខ PAH ចាអញ្ចឹងវីរុសនេះគឺជាវីរុសអីទៅចម្លើយគឺវីរុសចា HIV ចាវាជាវីរុស HIV ហើយនៅក្នុងវីរុស HIV ហ្នឹងគឺអ្នកគ្រូសូមតើសំណួរលេខ2តើ HIV ទៅប៉ារ៉ាសិតលើអ្វីកកូលីកាក្រហមខផ្លាកែតកឡាំផូស៊ីត T ខឡាំផូស៊ីត B ចាមានន័យថាតើវីរុស HIV ហ្នឹងវាទៅបំផ្លាញកោសិកាណាអញ្ចឹងណាវាទៅធ្វើការបន្តពូជទៅលើកោសិកាមួយណាចឹងចម្លើយគឺទៅលើចាគឺទៅលើឡាំផូស៊ីត T ឡាំផូស៊ីត T ក៏ជាកោសិកាដែរអញ្ចឹង HIV ហ្នឹងគឺវាទៅប៉ារ៉ាសិតឬក៏យើងអាចនិយាយថាវាទៅធ្វើការបន្តពូជនៅលើឡាំផូស៊ីត T អញ្ចឹងនៅពេលដែល
វាបន្តពូជលើ Lamposity ធ្វើឲ្យ Lamposity ធ្លាក់ចុះអត់មានអ្នកបញ្ជូនព័ត៌មានទៅកាន់ Lamposity B ទេចាអញ្ចឹងធ្វើឲ្យ Lamposity B គឺធ្វើឲ្យប្រព័ន្ធស៊ាំទាំងមូលគឺចុះខ្សោយអ្នកគ្រូសូមទៅសំណួរលេខ3ហេតុអ្វីបានជា HIV ធ្វើឲ្យប្រព័ន្ធភាពស៊ាំមនុស្សចុះខ្សោយព្រោះវាវាយប្រហារកអង្គទីករបស់មនុស្សខរបាំងការពារទី1ករបាំងការពារទី2ខកោសិកាភាពស៊ាំនៃប្រព័ន្ធស៊ាំអញ្ចឹងចម្លើយគឺអីទៅហ៊ីវធ្វើឲ្យប្រព័ន្ធភាពស៊ាំមនុស្សចុះខ្សោយដោយសារតែវាវាយប្រហារចាគឺខកោសិកាភាពស៊ាំនៃប្រព័ន្ធស៊ាំចាហើយរបាំងការពារទី1គឺអត់ទេរបាំងការពារទី2ក៏អត់ដែរហើយអង្គទីករបស់មនុស្សក៏អត់ដែរចាអញ្ចឹងវាទៅវាប្រហារកោសិកាភាពស៊ាំនៃប្រព័ន្ធស៊ាំអ្នកគ្រូសូមទៅសំណួរលេខ4តើប្រយោគមួយណាខាងក្រោមដែលមិនពិតសម្រាប់ការហាត់ប្រាណកហាត់ប្រាណឲ្យបានទៀងទាត់និងជាប្រចាំគឺល្អសម្រាប់សុខភាពខការហាត់ប្រាណអាចមានច្រើនដូចជាជីកង់ហែលទឹកជាដើមកការហាត់ប្រាណតតែចាប់ពី3ម៉ោងឡើងទើបមានសុខភាពល្អខការហាត់ប្រាណអាចជួយឲ្យអ្នកកាត់បន្ថយ stress បានចាអញ្ចឹងម្ដងទៀតតើប្រយោគមួយណាខាងក្រោមដែលមិនពិតអ្នកគ្រូបន្ទាប់ពីក្រោមណាសម្រាប់ការហាត់ប្រាណអញ្ចឹងមានន័យថាក្នុងចំណោមចម្លើយទាំង3នេះមានតែសំទោសមានក្នុងចំណោមចម្លើយទាំង4នេះគឺមាន3គឺវាពិតចំពោះការហាត់ប្រាណហើយមានតែមួយដែលអត់ពិតហើយយើងរើសយកអាហ្នឹងណាចាចំប្រយោគដែលមិនពិតសម្រាប់ការហាត់ប្រាណគឺជាប្រយោគចាគឺជាប្រយោគកការហាត់ប្រាណតតែចាប់ពី3ម៉ោងឡើងទើបមានសុខភាពល្អ No ចាការហាត់ប្រាណអាច30នាទី40នាទីគឺគ្រប់គ្រាន់ហើយចាមិនចាំបាច់ដល់ទៅ3ម៉ោងបានហៅថាមានសុខភាពល្អអត់ទេ30នាទី40នាទីរាល់ថ្ងៃគឺធ្វើឲ្យយើងមានសុខភាពល្អហើយចាអ្នកគ្រូសូមទៅសំណួរលេខ5ចំពោះកុមារដែលមានអាយុចន្លោះពី12ទៅ15ឆ្នាំគួរគេងមួយថ្ងៃប៉ុន្មានម៉ោងទៅល្អក10ទៅ12ម៉ោងខ8ទៅ10ម៉ោងក6ទៅ8ម៉ោងខ4ទៅ6ម៉ោងចម្លើយត្រឹមត្រូវគឺជាចម្លើយចាកុមារ12ទៅ15គឺវ័យពួកយើងណាទី9ហ្នឹងឯងអញ្ចឹងយើងគួរគេងប៉ុណ្ណាទៅចាគឺគួរគេង8ទៅ10ម៉ោងចម្លើយខជាចម្លើយត្រឹមត្រូវអញ្ចឹងយើងបានឃើញអំពីរយៈពេលដែលល្អសម្រាប់យើងក្នុងការគេងគឺ8ទៅ10ម៉ោងនេះគួរសង្ឃឹមថាពួកយើងចូលរួមអនុវត្តគេបានគ្រប់គ្រាន់ទាំងអស់គ្នាចាហើយចំពោះវីដេអូឃ្លីបរបស់អ្នកគ្រូនៅក្នុងថ្ងៃនេះគឺត្រូវបានបញ្ចប់អ្នកគ្រូសូមអរគុណពួកយើងច្រើនចំពោះការតាមដានទស្សនាវីដេអូឃ្លីបនេះតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា